សូមគោរពជំរាបសួរបងប្អូនបាទស្វាគមន៍មកកាន់ទន្លេឆ្នោតយួនរបស់តាកងវិលបាទគឺតម្រុយថ្ងៃទី1បាទខែសីហាឆ្នាំ2026បាទថ្ងៃនេះដែរបាទគឺយើងឲ្យដូចសពមួយដងបាទគឺយើងឲ្យលេខតូចបាទ2គ្រាប់បាទហើយនឹងលេខធំ2គ្រាប់ដូចគ្នាបាទសម្រាប់លេខតូច2គ្រាប់គឺយើងធ្វើការបង្វិល2កងបាទចំណែកលេខធំ2គ្រាប់វិញបាទគឺយើងធ្វើការបង្វិលរហូតដល់ទៅ6កងបាទករណីដែលបង្វិលលេខធំបាទលេខ10បាទដូច្នេះយើងឲ្យលទ្ធផលនៃការបង្វិលកងយើងគឺលេខ0បាទយើងនឹងមានលេខរងមកគ្រាប់ផងដែរបាទនេះជាលក្ខខណ្ឌទូទៅរបស់តម្រុយតាកងវិលបាទកុំឲ្យបងប្អូនយើងបាទទន្ទឹមរង់ចាំយូរបាទឥឡូវយើងធ្វើការបង្វិលលេខតូចគ្រាប់ទី1តែម្ដងបាទលេខតូចគ្រាប់ទី1គឺមានលេខ59បាទគឺ59បាទលេខតូចយើងបាទរកឃើញមួយគ្រាប់ហើយបាទឥឡូវយើងធ្វើការបង្វិលបាទទៅកាន់លេខតូចគ្រាប់ចុងក្រោយបាទចាប់ផ្ដើមបង្វិលបាទលេខតូចគ្រាប់ចុងក្រោយគឺមានលេខ83បាទដូច្នេះទាំងពីរគ្រាប់បាទ59បាទនិង83 59បាទអាចធ្វើការចាប់ទុយបានគឺ95បាទចំណែក83ទុយបានគឺ38បាទសម្រាប់តម្រុយក្បាលអុសបាទគឺក្បាល50បាទនិងក្បាល8បាទលេខតូចរបស់យើងក៏មានតែប៉ុណ្ណឹងបាទចំពោះលេខធំវិញបាទយើងឲ្យ2គ្រាប់បាទមួយគ្រាប់ធ្វើការបង្វិល3កងបាទដូច្នេះ2គ្រាប់គឺ6កងបាទឆ្លៀតឱកាសនេះក៏សូមគោរពជំរាបជូនបងប្អូនផងដែរបាទសម្រាប់តម្រុយតាកងវិលបាទគឺខ្ញុំបាទមិនមានការលក់ដូរទេបងប្អូនបើសិនជាបាទមានអ្នកណាម្នាក់បាទតាក់ទងទៅកាន់បងប្អូនបាទសម្រាប់ការលក់ដូរបាទតម្រុយតាកងវិលបាទមិនមែនជាខ្ញុំបាទទេបាទសូមខន្តីជាស្រ័យផងបងប្អូនបាទនេះសូមជម្រាបជូនជាដំណឹងទៅកាន់បងប្អូនបាទដែលតែងតែអាសាសួររោបាទខ្លាចខ្ញុំបាទមានបាទការលក់ទិញដូរបាទទៅលើតម្រុយឆ្នោតយួនបាទឥឡូវយើងធ្វើការបង្វិលលេខធំវិញម្ដងកងទី1បាទចាប់ផ្ដើមបង្វិលបាទកងទី1គឺមានលេខ5បាទគឺលេខ5បាទយើងធ្វើការបង្វិលបន្តបាទទៅកាន់កងទី2បាទជាបន្តទៀតបាទកងទី2បាទគឺមានលេខ6បាទគឺលេខ6ឥឡូវយើងបន្តបាទទៅកាន់កងចុងក្រោយបាទសម្រាប់លេខធំបាទគ្រាប់ទី1បាទចាប់ផ្ដើមបង្វិលបាទកងចុងក្រោយគឺមានលេខ6ដូចគ្នាបាទឆ្នៃលេខធំគ្រាប់ទី1បាទគឺ566បាទ566បាទយើងធ្វើការបង្វិលបន្តបាទទៅកាន់កងទី1បាទសម្រាប់លេខធំគ្រាប់ទី2បាទជាបន្តទៀតបាទចាប់ផ្ដើមបង្វិលបាទកងទី1គឺមានលេខ4បាទគឺលេខ4បាទយើងធ្វើការបង្វិលបន្តបាទទៅកាន់កងទី2បាទជាបន្តទៀតបាទចាប់ផ្ដើមបង្វិលបាទកងទី2គឺមានលេខ4បាទគឺលេខ4ដូចគ្នាបាទលេខ4និងលេខ4ឥឡូវយើងបន្តបាទទៅកាន់កងចុងក្រោយបាទសម្រាប់លេខធំគ្រាប់ទី2បាទក៏ដូចជាកងចុងក្រោយសម្រាប់តម្រុយបាទថ្ងៃទី1នេះផងដែរបាទចាប់ផ្ដើមបង្វិលបាទកងចុងក្រោយរបស់យើងគឺមានលេខ7បាទដូច្នេះលេខធំគ្រាប់ទី2គឺ447បាទ447បាទនិង566បាទបងប្អូនយើង complete ធ្វើការចាក់គុណផងបាទសម្រាប់តម្រុយឆ្នោតយួនរបស់តាកងវិលថ្ងៃទី1ក៏មានតែប៉ុណ្ណឹងបាទចំពោះលទ្ធផលយើងបាទកាលពីបាទចុងខែកក្កដាបាទថ្ងៃទី31បាទយើងបានចូលត្រឹមតែមួយលេខទេបាទយើងចូល21នៅម៉ោង1កន្លះរសៀលបាទហើយបាទ91បាទយើងបាទឲ្យមិនទាន់បងប្អូនចេញពេលព្រឹក
បាទពីខ្ញុំបាទក៏មានតែប៉ុណ្ណឹងបាទជូនពរបងប្អូនយើងឲ្យចាក់ឆាត់យួនចោហេងគ្រប់គ្នាបាទពីតាកងវើសូមអរគុណសូមគោរពជ្រាបលាបាទ